ក្នុងនាមយើងជាម្ដាយយើងមើលកូនថែកូនតែម្នាក់ឯងមានថាយើងដើរតួជាឪពុកផងជាម្ដាយផងជាបងស្រីផងជាបងស្រីផងជាមិត្តភក្តិនិយាយរួមគឺគ្រប់កលៈទេសៈដើម្បីឲ្យតែកូនសុបាយចិត្តដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យកូនការដែលខ្ញុំបានបែកបាក់ពីស្មារតីតាំងពីកូនអាយុប្រហែលជា1ខួប2ខួបហ្នឹងចាហើយខ្ញុំក៏ទៅរស់នៅមួយម៉ាក់វិញហើយក៏ចាប់ផ្ដើមថាយើងរកការងារធ្វើដើម្បីជីវភាពហើយទឹកចិត្តជាម្ដាយក៏ដូចជាម្ដាយគ្រប់រូបទូទាំងពិភពលោកពាក្យថាស្ត្រីរឹងមាំដើម្បីអនាគតកូនគឺតស៊ូគ្រប់បែបយ៉ាងមិនថាលំបាកដើម្បីតែកូនម្នាក់ដើម្បីអនាគតកូនហើយក៏អរគុណកូនដែលកូនជាកូនល្អដែលតែងតែលើកទឹកចិត្តម៉ាក់តាមខ្ញុំរបស់កូនគឺតែងតែផ្ដល់ភាពកក់ក្ដៅឲ្យម៉ាក់ជានិច្ចអរគុណកូនគ្រប់បែបយ៉ាងដែលតាំងពីទូចរហូតដល់ពេលនេះកូនមិនដែលធ្វើឲ្យម៉ាក់បាក់ចិត្តគឺមានតែភាពសប្បាយចិត្តខ្ញុំដឹងថាសប្បាយចិត្តព្រោះខ្ញុំគាត់ថាខ្លួនឯងអត់ល្អគ្រប់គ្រាន់ជាអ្នកផ្ទាល់ទេប៉ុន្តែអ្វីខ្ញុំលើគាត់សប្បាយចិត្តដែលមានខ្ញុំជាកូនខ្ញុំគាត់សប្បាយចិត្តដែលមានគាត់ជាម៉ាក់ដល់ពេលនាងធំពេញវ័យសិក្សាម៉ែឲ្យចូលនេះខ្ញុំឈ្មោះបញ្ញាជាអតីតនិស្សិតនៃសាកលវិទ្យាល័យ VET អន្តរជាតិ Major Tourism and Hospitality Management ទីវាអ្នកម្ដាយមានន័យថាគឺជាការរំលឹកដឹងគុណនិងអរគុណទៅដល់ម្ដាយគ្រប់រូបទូទាំងពិភពលោកក្នុងនាមខ្ញុំជាម្ដាយម្នាក់ក៏ដូចជាម្ដាយទូទាំងពិភពលោកគឺតែងតែចង់ឲ្យកូនគាត់ធំធាត់មានសុខភាពល្អចារៀនសូត្របានប្រកែជាពិសេសគឺថារៀនសូត្រចប់ថ្នាក់ហើយនឹងរៀនចប់សាកលវិទ្យាល័យចេះភាសានិងមានការងារធ្វើក៏ដូចជាខ្ញុំសប្តាហ៍ថ្ងៃនេះខ្ញុំគិតថាគោលបំណងរបស់ខ្ញុំក៏បាន 70% ដែរហើយដូចជាឥឡូវនេះកូនរបស់ខ្ញុំគាត់បានធំធាត់ហើយគាត់បានរៀនសាកលវិទ្យាល័យបានឆ្នាំទី2ទៀតហើយភាសាគាត់ក៏គ្រាន់បានហើយសប្តាហ៍ថ្ងៃគាត់ក៏មានការងារធ្វើចាគាត់គឺជា BA ម្នាក់នៅខាងក្រុមហ៊ុន Fluencer ម្នាក់ដែលល្បីសីនីចា V យ៉ាងចាអញ្ចឹងខ្ញុំក៏មានមោទនភាពហើយក៏សប្បាយចិត្តក្នុងនាមដែលខ្ញុំខំចាំគាត់តាំងពីទូចម្នាក់ឯងហើយក៏មានម៉ាក់ប្អូនស្រីក៏ជួយ support ផងដែររហូតដល់ឥឡូវនេះបច្ចុប្បន្ននេះគាត់ចាឃើញថាអនាគតគាត់ល្អអញ្ចឹងមានថានៅសល់ 30% ទៀតគោលបំណងរបស់ខ្ញុំដែលក្នុងនាមជាម្ដាយនេះក៏សង្ឃឹមថាគាត់អាចមានគ្រួសារដ៏កក់ក្ដៅមួយហើយក៏សង្ឃឹមថាអាចថាមានចៅពឆាប់ៗផងដែរសូមរំលឹកពីអតីតត្រួសការដែលខ្ញុំបានបែកបាក់ពីស្មារតីតាំងពីកូនអាយុប្រហែលជា1ខួប2ខួបហ្នឹងចាហើយខ្ញុំក៏ទៅរស់នៅមួយម៉ាក់វិញហើយក៏ចាប់ផ្ដើមថាយើងរកការងារធ្វើដើម្បីជីវភាពហើយក៏អរគុណចាអ្នកម៉ែរបស់ខ្ញុំហើយនៅក៏បងប្អូនស្រីរបស់ខ្ញុំដែលគាត់ជួយគ្រប់គ្រងគឺថាគាត់ជួយខ្ញុំមើលកូនហើយខ្ញុំចេញទៅធ្វើការពេលដែលយើងចេញទៅធ្វើការក៏មានអារម្មណ៍មួយថាកូននៅតូចយើងធ្វើការបដានឹកកូនបដាពេលខ្លះមើលរូបថតគាត់អីចឹងទៅក៏អញញឹមអីចឹងទៅសប្បាយចិត្តពេលខ្លះក៏រៀងទឹកភ្នែកលីលោកអីទីជួយចឹងទៅណាខ្ញុំជឿថាម្ដាយគ្រប់រូបក៏ដូចជាខ្ញុំចឹងដែរនៅពេលដែលយើងមានកូនយើងចង់នៅក្បែរកូនយើងចង់ថ្នាក់ថ្នមកូនចឹងហើយបន្លំចាញ់ប្រឡប់ចូលមកតែទៅដល់ផ្ទះកូនអាចគេងអីចឹងទៅជួនកាលកូនខ្ញាក់អីយើងបានលេងជាមួយគាត់បន្តិចអីចឹងទៅក្នុងនាមយើងជាម្ដាយយើងមើលកូនថែកូនតែម្នាក់ឯងមានថាយើងដើរតួជាឪពុកផងជាម្ដាយផងជាបងស្រីផងជាបងស្រីផងជាមិត្តភក្តិនិយាយរួមគឺគ្រប់កលៈទេសៈដើម្បីឲ្យតែកូនសុបាយចិត្តដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យកូននៅពេលដែលខូចចិត្តគឺមានគាត់ហ្នឹងហើយដែលធ្វើឲ្យយើងសប្បាយចិត្តហើយមានកម្លាំងចិត្តតស៊ូទៅមុខទៀតដើម្បីជីវភាពដើម្បីគ្រួសារគឺគាត់តែម្នាក់ដែលផ្ដល់កម្លាំងចិត្តធំខ្លាំងមែនទែនដែលធ្វើឲ្យយើងឈប់គិតច្រើនឈប់បាក់ទឹកចិត្តគឺបន្តទៅមុខទៀតអរគុណខ្លួនឯងដែលរឹងមាំរហូតមកដល់សប្តាហ៍ថ្ងៃនេះក៏ដើម្បីតែកូននិងគ្រួសារផងដែរចាទឹកចិត្តជាម្ដាយក៏ដូចជាម្ដាយគ្រប់រូបទូទាំងពិភពលោកពាក្យថាស្ត្រីរឹងមាំដើម្បីអនាគតកូនគឺតស៊ូគ្រប់បែបយ៉ាងមិនថាលំបាកឧបសគ្គប៉ុណ្ណាទេគឺយើងឈ្មោះទៅមុខជានិច្ចដើម្បីតែកូនម្នាក់ដើម្បីអនាគតកូនស្នាមញញឹមរបស់កូននឹងហើយគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់យើងនៅពេលដែលខ្ញុំចាប់ផ្ដើមយកប្តីហ្នឹងគឺខ្ញុំត្រឹមតែជាប់បាក់ឌុបទេអញ្ចឹងគិតថាចំណេះដឹងខ្ញុំវានៅស្ទើរខ្លាំងខ្ញុំក៏ចាប់ផ្ដើមចេញធ្វើការហើយភាសាអង់គ្លេសយើងកាលហ្នឹងក៏រៀននៅស្ទើរខ្លាំងដែរអញ្ចឹងយើងក៏តស៊ូបន្តិចម្ដងអញ្ចឹងទៅរហូតដល់អាចឋានសំលុយបាន
ក៏បន្តមករៀននៅសាកលវិទ្យាល័យផងដែរលោកដល់ថាយើងរៀនចប់ហើយចំណេះដឹងក៏រីកចម្រើនជាងមុនក៏អាចគិតថារកបានប្រាក់ខែគួរសមទៅអាចថាមានជីវភាពប្រសើរជាងមុនគឺអាចចិញ្ចឹមកូនហើយចិញ្ចឹមគ្រួសារទៀតនៅពេលដែលថ្ងៃមួយដែលគិតថាចង់ឲ្យខ្លួនឯងរីកចម្រើនផងហ្នឹងហើយក៏ចង់ឲ្យកូនបានចូលរៀនផងដែរហ្នឹងគឺមានន័យថាយើងលះបង់ពេលវេលាច្រើនហើយក៏គិតថាយើងមិនអាចយកគ្រួសារអីទៀតទេទីមួយគឺគិតថាកូនជាកូនស្រីអញ្ចឹងយើងមានតែខិតខំធ្វើការលះបង់ពេលវេលាទាំងអស់ដើម្បីតែជីវភាពហើយក៏ដើម្បីចំណេះដឹងខ្លួនឯងក៏ដើម្បីចំណេះដឹងកូនផងដែរហើយក៏អរគុណកូនដែលកូនជាកូនល្អដែលតែងតែលើកទឹកចិត្តម៉ាក់ស្នាមញញឹមរបស់កូនគឺតែងតែផ្ដល់ភាពកក់ក្ដៅឲ្យម៉ាក់ជានិច្ចអរគុណកូនគ្រប់បែបយ៉ាងដែលតាំងពីទូចរហូតមកដល់ពេលនេះកូនមិនដែលធ្វើឲ្យម៉ាក់បាក់ចិត្តគឺមានតែភាពសប្បាយចិត្តនៅពេលដែលគាត់មករៀនសូត្រអីចឹងគាត់ក៏ស្ដាប់ប្រកបគ្រូអីដែរអញ្ចឹងគ្រូក៏អរគុណដល់លោកគ្រូអ្នកគ្រូដែលបានព្រៀបបណ្ដាគាត់បានល្អនៅពេលដែលកូនពិបាកចិត្តកូនមិនពេញចិត្តអីឬក៏កូនមិនសប្បាយចិត្តរឿងអីសូមកូនបើកចិត្តឲ្យទូលាយប្រាប់ម៉ាក់សូមកុំលាក់ទុកនៅក្នុងចិត្តតែម្នាក់ឯងបើកូនឈឺចាប់អីត្រូវការពាក្យណែនាំអីសូមកូនមកម្ដាយព្រោះមានតែម្ដាយទេដែលដឹងខុសដឹងត្រូវអាចណែនាំកូនឲ្យដើរផ្លូវល្អវិញបានមានរឿងអីក៏ដោយសូមឲ្យសូមទៀតសូមកុំឲ្យកូនលាក់ទុកក្នុងចិត្តសូមនឹកឃើញម្ដាយមុនគេដើម្បីជាការផ្ដល់កម្លាំងចិត្តឲ្យកូនហើយយើងទៅមុខទាំងអស់គ្នាបច្ចុប្បន្ននេះឃើញថាទាំងកូនទាំងខ្ញុំគឺយើងតស៊ូលំបាកបានលំបាកច្រើនហើយរហូតដល់សប្តាហ៍ថ្ងៃនេះយើងគិតថាយើងអាចថាមានជីវភាពគួរសមហើយដែលយើងមានសមត្ថភាពអាចរកលុយខ្លួនឯងបានអញ្ចឹងខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគតទៀតយើងនឹងតស៊ូប្រឹងប្រែងទាំងអស់គ្នាបន្តទៀតដើម្បីភាពសេចក្តីសុខសុភមង្គលនៅក្នុងគ្រួសារអរគុណកូនអរគុណមកយូរណាស់ក្នុងឱកាស Mother Day ខ្ញុំសូមជូនពរម៉ាក់ឲ្យសុខភាពល្អហើយជីវិតជួបតែសេចក្តីសុខទៅជីវិតយើងមនុស្សម្នាក់អត់មានអីឈ្នះសេចក្តីសុខទេអ្នកខ្លះមានលុយប៉ុន្តែអត់មានសេចក្តីសុខទេអញ្ចឹងមានអីធំជាសេចក្តីសុខទេខ្ញុំសូមឲ្យម៉ាក់ជួបសេចក្តីសុខពេញមួយជីវិតសាធុអរគុណកូនអរគុណខ្ញុំដឹងថាសប្បាយចិត្តព្រោះខ្ញុំក៏ថាខ្លួនឯងល្អផងគាត់តែអ្វីមានគាត់សប្បាយចិត្តដែលមានខ្ញុំជាកូនខ្ញុំក៏សប្បាយចិត្តដែលមានគាត់ជាម៉ាក់អរគុណកូនម៉ាក់អរគុណកូនអរគុណលំបាកនៅហត់ម៉ែស៊ូមិនខ្លាចមរណាម៉ែហ៊ានលះបង់សង្ខារបដូរយកវាសនាឲ្យកូនបានសុខ Belty International University, the future of global leaders.